ឥឡូវយើងមកនិយាយគូបាទបេតិទេពបាទជាមួយនឹងកូរ៉ាម៉ាចាន់រីដែលគេថាអ្នកទាំងពីរហ្នឹងនឹងត្រូវជួបគ្នាអញ្ចឹងទៅបាទគូនេះប៉ះគ្នាតឹងតិចក៏ប៉ុន្តែបើសិនជាកូរ៉ាម៉ាចាន់រីមិនអាចទប់ទេឧទាហរណ៍ថាប៉ះ5ទឹកអានេះខ្ញុំនិយាយ5ទឹកមុនសិនបើសិនជាទប់ក្នុង3ទឹកនៅអត់ចត់ទេមានន័យថាកូរ៉ាម៉ាចាន់រីនឹងចាញ់ហើយក្នុងចន្លោះទឹក1ដល់ទឹក3គឺជាទឹកអាទិទេពបុកធម្មតាទេបាទអាទិទេពគាត់វាយមួយងាយដល់5ទឹកទេភាគច្រើនឡើយបាទទោះវាយដល់ក៏គាត់ចាញ់ស៊ូគេដែរអញ្ចឹងអាទិទេពគឺជាកីឡាករវាយបុកប្រើកម្លាំងមិនប្រើបច្ចេកទេសអញ្ចឹងបើសិនជាទប់បានក្នុង3ទឹកហ្នឹងខ្ញុំគាត់ថាភាគរយអាចនឹងកូរ៉ាម៉ាចាន់រីឈ្នះតែក្នុងមួយទឹកដំបូងឬ2ទឹកដំបូងហ្នឹងបាទធ្វើមិនបាទទប់ឲ្យជាប់ទប់អត់ចប់គឺទៅហើយបាទតស្វិតដូចហាន់2អីចឹងឬក៏ជាអ្នកចូលវាយវិញបាទចូលវាយដូចជាបាទយ៉ាស៊ីនវិញចេញគោលឿនបានតែសង្ឃឹមបាទកូរ៉ាម៉ាចាន់រីគាត់ស្ទើររាងកាយតែបានកម្ពស់ណាបានកម្ពស់តែស្ទើររាងកាយអាទិទេពបាទមិនងាយទេត្រូវមុំបាទដូចវាយថ្មអញ្ចឹងតចូលសុបណែនអាហ្នឹងមិនស្លាប់បាទហើយនៅមួយអ្នកទាំងពីរនេះមើលទៅអាទិទេពឈ្នះរាងកាយទី1បាទទី2អាទិទេពគឺរឹងហើយធន់បាទហើយធ្ងន់ទៀតបាទកូរ៉ាម៉ាចាន់រីមិនសូវជាធ្ងន់ទេតែបើសិនជាចូលក្បាច់ពិសេសមួយរបស់គាត់អាហ្នឹងអាចពិបាកដែរនេះយើងនិយាយ5ទឹកណាបើសិនជាទប់បានដល់ទឹកទី4អាហ្នឹងមានន័យថាយើងឈ្នះអូតូហើយបាទឈ្នះអូតូហើយអញ្ចឹងយើងនិយាយ3ទឹកម្ដងឧទាហរណ៍ថាអ្នកទាំង3នេះអ្នកទាំងពីរនេះបើប៉ះគ្នាក៏អត់ចេញម្រាម3ទឹកហើយប៉ះគ្នា3ទឹកណាខ្ញុំគាត់ថាមិនទៅជាមួយអាទិទេពមិនរួចដាច់ខាតតែកូរ៉ាម៉ាចាន់រីធ្លាប់វាយណា3ទឹកឬក៏គាត់ឲ្យចេញម្រាមហ្នឹងគឺគាត់វាយចែកហើយបាទអ្នកទាំងពីរនេះភាគច្រើនណាដូចកូរ៉ាម៉ាចាន់រីគាត់វាយក្រៅស្រុកច្រើនក៏អត់សូវវាយក្នុងស្រុកទេគាត់វាយក្រៅស្រុកវាយច្រើនមែនទេអញ្ចឹងពិបាកដែរនិយាយទៅគូនេះមើលទៅមិនលើសគ្នាមិនខ្វះគ្នាប៉ុន្មានទេតែគាត់ថាយើងមើលរាងកាយគឺចាញ់អាទិទេពទី1ទី2ចាញ់ធ្ងន់ចាញ់ធន់អាទិទេពមានតែមជាទាំងអស់ហើយបើសិនជាប៉ះគ្នាមែនខ្ញុំគាត់ថាពិបាកមែនទែនក្នុងការឈ្នះអាទិទេពហើយគូហ្នឹងខ្ញុំនឹងយកអាទិទេពហើយបើសិនជាប៉ះគ្នាផ្លូវកាយបាទខ្ញុំនឹងយកពេលអាទិទេពហើយអាចនឹងស្លាប់ទៀតបើសិនជាទប់គាត់អត់ចប់ក្នុង3ទឹកដំបូងឬក៏បើសិនជាគាត់ចេញម្រាមកាន់តែធ្ងន់ទៀតដែរព្រោះកីឡាករអាទិទេពនេះគឺជាកីឡាករវាយបុកបាទអញ្ចឹងពិបាកណាតើបានសើហើយអីហើយដូចតើបានសើហើយដូចគាត់សប្រាវយកបុកយកថែមទៀតណាអត់មានបលែងទេអញ្ចឹងអាត្រង់ហ្នឹងពិបាកដែរអញ្ចឹងខ្ញុំចង់និយាយឲ្យយូរតែបងប្អូនយើងថាអើយបងអើយសុំនិយាយយូរតិចមកបាទហើយនៅក្នុង YouTube បាទបងប្អូនកុំភ្លេច Subscribe ផងភាសាមួយដែលថាខ្ញុំយកពីអាទិទេពដោយសារតែខ្ញុំគាត់ថាគាត់នឹងអាចយកឈ្នះកូរ៉ាម៉ាចាន់រីបានដោយសារមាន3ហ្នឹងប្រហែលជា3ហ្នឹងអាចគ្រប់គ្រាន់សម្រាប់ឈ្នះឈ្នះកូរ៉ាម៉ាចាន់រីហើយបាទទី1គាត់ឈ្នះរាងកាយអាទិទេពមើលទៅមាំហើយធំបាទទី2បាទគាត់អាចនឹងធន់ជាងបាទទី3គាត់អាចនឹងធ្ងន់ជាងបាទទាំងកម្លាំងវាយចេញធ្ងន់ភាពធន់របស់គាត់បាទគឺមិនសេតហ្មងបាទតែគាត់ខ្សោយស៊ូសអញ្ចឹងគាត់ឈ្នះ3ទៅលើកូរ៉ាម៉ាចាន់រីហើយកូរ៉ាម៉ាចាន់រីក៏មានកន្លែងឈ្នះដែរទី1ក៏បាច់ចង្វាក់គាត់ចេញចូលលឿនទី2បាទគាត់ខ្ពស់ជាងទី3បាទប្រវៃបាទស៊ូគាត់ល្អអញ្ចឹងឈ្នះគ្នាម្នាក់3ទេតែបើប្រវត្តិនៅការប្រកួតអ្នកទាំងពីរហ្នឹងត្រឹមតែសងគ្នាទេគ្រាន់តែថាកូរ៉ាម៉ាចាន់រីក្រផ្ដួលដៃគូណាបាទក៏ប្រផ្ដួលដៃគូបាទតែអាទិទេពការប្រកួតរបស់គាត់បាទពីព្រោះចុងក្រោយនេះគឺគាត់ធ្វើបានល្អផ្ដួលសតទឹកមួយទាំងពីរអញ្ចឹងវាជាតែមួយដែរអញ្ចឹងយើងសង្ឃឹមថាចាំមើលមើលអ្នកទាំងពីរនេះបើប៉ះគ្នាម្ដងទៀតតើម្ដងទៀតបើប៉ះគ្នានឹងក៏ក្រៅហើយបាទ fan ចាំមើលរាប់ពាន់អ្នកដូចគូធនស៊ីហុងប៉ះជាមួយហាន់2បាទខ្ញុំចូលចិត្តមើលកីឡាករណាដែលមើលទៅឃើញ50ហើយជាកីឡាករគុនខ្មែរប៉ះគុនខ្មែរក្នុងប្រភេទទម្ងន់ហ្នឹងបាទមិនថាទូចមិនថាធំទេដែលអ្នកទាំងពីរហ្នឹងអត់ដែលប៉ះគ្នាសោះហើយកំពុងឡាយជើងដូចគ្នាបើប៉ះគ្នាបាទ fan ចាំមើលព្រាតឲ្យតែមានអ្នករៀបចំបាទជាក់ស្ដែងដូចហាន់2បាទគ្រឿងចត្រាហាន់2ធនស៊ីហុងហាន់2យ៉ាស៊ីននេះហ្នឹងដាក់មើលបាទក្នុងផ្អើលគេចាំមើលគិលហើយបាទ
បាទទីទេបាទក៏រមាចិនរៀកឬក៏បាទមានបាទឲ្យតែគីឡូធំប៉ះគ្នាគឺល្អមើលបាទមានគីឡូធំឯងដូចថាគុនខ្មែរប៉ះគុនខ្មែរឬក៏រៀបចំឲ្យខ្មែរប៉ះខ្មែរហើយក្នុងប្រភេទគីឡូណាមួយដែលគាត់អត់ដែរជួបគ្នាសោះហើយគាត់កំពុងថ្លៃជាងដូចគ្នាអាហ្នឹងដឹងតែអត់មានអ្នកចាំមើលហ្មងឥឡូវគូនេះសាក់ដាក់គូហាន់ពីជួបជាមួយអីគេកូនសិស្សមេធីមបងប្អូនបាទគាត់ឈ្មោះគេខ្ញុំភ្លេចខ្ញុំភ្លេចបាត់ទៅបាទអត់ដឹងតែឈ្មោះដាក់គាត់នឹងមើលបាទក្រៅកានិយាយក្រៅចឹងយើងមានតែប៉ុណ្្នឹងឯងអរគុណមែនតើបងប្អូនទាំងគ្នាបាទជួបគ្នានៅវីដេអូក្រោយបន្តទៀត